ចូលមួយកាន់ជួគ្នាយកហើយសម័យអត់បានចឹងដល់ណា将有一场海啸随着你的心跳来到កំប្រំចាញ់អី初见到你初步我知道你在故意输我若出石头你不会ជួបរួយមកថតរូបជាមួយគ្នាមួយអូខេអូខេចាំខ្ញុំផ្ញើឲ្យណាអញភ្លេចយកទូរស័ព្ទមកហើយមកជប់លៀងបានជាមិនយកមកទៅវិញណាសុំអង្គុយផងសុំអង្គុយគ្មានទូរស័ព្ទអាចផ្ញើបានមើលគេចុះខ្លួនឯងសង្ហាទៀតផងហើយអូខេគ្មានរូបគេចាត់ទុកថាគឺមិនបានមកជួបរួយមានអ្នកណាជាឯងទៅអូមួយនឹងស្ដាំមួយនេះណែលេងចាំងហ្វាបើពិធីជប់លៀងលេងតែទូរស័ព្ទពេញមួយថ្ងៃគឺមិនឆ្អែតទេគិតថាការងារស្រួលមែនទេនឿយហត់ណាស់គ្នាមានតែ4នាក់ក៏ប៉ុន្តែការងារច្រើនដល់ហើយម្នាក់ធ្វើការច្រើនជាងនេះគឺល្អត្រង់ប្រាក់ខែឧបត្ថម្ភមុនអាយុ30ប្រហែលជាឡើងជាប្រធានហើយការងារក្នុងក្រុមហ៊ុនក៏ល្អការងារងាយស្រួលប្រាក់ខែក៏ច្រើននៅបើនិយាយទៅមានអាជាងទៀតដែលល្អជាងគេមែនទេជាងប៉ាខ្ញុំអះអាងថាប្រគល់ក្រុមហ៊ុនឲ្យត្រូវមើលថែបុគ្គលិករាប់រយនាក់តែឲ្យមុនអាយុ30គឺមិនធ្វើឲ្យក្រុមហ៊ុនបិទទ្វារទុកថាពូកែណាស់ទៅហើយចូលរួយហាងប្រចាំមិនអន់ទេមានមនុស្សជាច្រើនគឺពឹងពាក់អាចនឹងពង្រីកការរកស៊ីបានតែប៉ុន្តែមិនសូវច្រើនប៉ុន្តែខ្ញុំនឹងធ្វើជាអ្នកមានអ្នកតតបានហ្នឹងណែបងឯងត្រូវអត់ធ្មត់ណាថ្ងៃណាមួយបៃជីងគឺច្បាស់ជាស្វាគមន៍ឯងហ៎ឈុំនិយាយព្រេងទាំងអស់នេះទៀតទៅមកជ្រៀងលេងទៅហ៎ឡាមកដល់ហើយពួកខ្ញុំក៏មកហើយបាយអេឯណាជាងអាជាងវាទៅមុនហើយវាត្រៀមឡើងរួចទៅហើយនោះអីជាងរួយចុះឯងពួកឯងទៅមុនទៅខ្ញុំទៅខ្លួនឯងបានហើយបាយសម្លាញ់បាយអូខេបាយទៅមុនបាយ
ប្រវត្តិជប់លៀងរួមចំនួនលបងទៅវាចាក់សោទេបងគ្មានមនុស្សណាម្នាក់ទេកុំអ្នកណាគេយើងប្រាប់ថាកុំឲ្យបាញ់ណាលបងប៉ូលីសជិតមកដល់ហើយចាប់ឡើងរត់សុំទៅតោះទៅលបងទៅ
មើលឃើញហើយ សួស្ដី គេបិទមែនទេគេមានកម្លាំងពិសេសទេដឹងលោកដើរខ្លួនឯងបានមែនទេច្បាស់ទេមិនឲ្យខ្ញុំជួយលោក ខ្ញុំមានអីណាខ្ញុំអាចដើរបាន មិនពិតទេមិនអញនោះទេ អ្នកណាឲ្យលោកស្រាយកណាត់រុំភ្នែកចេញហ៎លោកនេះហ៊ានដល់ហើយសូមមើលបន្តិចអូជាសះស្បើយនឹងលឿនដល់ហើយបើគ្មានបញ្ហាធ្ងន់ធ្ងរទេអាចត្រឡប់ទៅផ្ទះវិញបានប្រាប់លោកឲ្យដឹងចុះណារបួសភ្នែកលោកនេះបើជ្រៅជាងនេះបន្តិចលោកប្រកាសជាងងឹតភ្នែកជាមិនខានទេ លោកគ្រូពេទ្យលោកដូចជាធ្លាប់ស្គាល់គ្នាមែនដែរទេធ្លាប់ឮសំឡេងរបស់លោក ធ្លាប់មកពេទ្យទេដូចជាមិនធ្លាប់ទេប្រាប់លោកចុះណាអ្នកដែលមកជួបខ្ញុំភ្នែកគឺសិតតែមានបញ្ហាទាំងអស់ច្បាស់ទេថាលោកធ្លាប់ឮសំឡេងរបស់ខ្ញុំបើអញ្ចឹងលោកដោះម៉ាស់ចេញបន្តិចទេហើយយល់ព្រមភាំងហើយតើមែនទេភាំងត្រង់មុខខ្ញុំដូចជាមនុស្សម្នាក់នោះតើមែនទេចាំមិនក្នុងកុំអីត្រាយអ្នកសំដែងតួចិត្តអាក្រក់ប្រាប់ឲ្យដឹងថាណាណាក៏ថាខ្ញុំមុខដូចគេដែរប៉ុន្តែលោកក៏ដូចជាតារាចម្រៀងអូខេឈប់និយាយទៀតទៅឆាប់ទៅបងលុយមានធានារ៉ាប់រងដែរទេខ្ញុំគ្មានអ្វីនោះទេខ្ញុំមានអារម្មណ៍ថាភ្នែករបស់ខ្ញុំខុសប្រក្រតីសូមលោកគ្រូជួយព្យាបាលឲ្យខ្ញុំទៀតទៅបានទេភ្នែកមានអីឯណាខ្ញុំពិនិត្យរួចហើយលោកទើបតែដោះកណាត់រុំភ្នែកហេតុនេះមើលអ្វីព្រិលបន្តិចគឺជារឿងធម្មតាអត់អីជាធំដុំទេអត់ទេខ្ញុំគឺមើលឃើញច្បាស់ណាឃើញច្បាស់មិនល្អមែនទេ
បើឃើញច្បាស់គឺគ្មានបញ្ហាទេ ខ្ញុំអាចជាសះស្បើយដែរទេអញ្ចឹង ឬមួយចង់មើលឃើញមិនច្បាស់នោះអញ្ចឹងបែបនេះចុះជាក់ស្ដែងពេលពាក់កណ្ដាលយប់ពេលអានសៀវភៅកុំបើកភ្លើងលេងទូរស័ព្ទឲ្យបានច្រើនលេងហ្គេមឲ្យបានច្រើនពេលមើលទូរទស្សន៍ចូលមើលឲ្យចិត្តអោបទូរទស្សន៍ក៏បានដែរចង់ឲ្យភ្នែកខ្លួនឯងស្រួលវិញមិនថាយ៉ាងម៉េចទេមិនចង់មើលឃើញស្រួលតើចង់ជាផ្ដេសផ្ដាស់មែន វាពិតជាច្បាស់ពេកហើយច្បាស់ខ្លាំងពេក ណែគេក៏មិនមែនជាជនសង្ស័យជាជនរងគ្រោះសភាពចំពោះគេបែបនេះខ្ញុំអានប្រវត្តិរូបគេរួចហើយមិនគួរណាមានបញ្ហានោះទេខ្ញុំជឿថាប្រកាសជាមិនអី ខ្ញុំនៅមិនទាន់បានធ្វើអីផងអញនិយាយស្អីថ្ងៃនេះខ្ញុំមកមើលគេប៉ុណ្ណោះឃើញទេយករបស់មកផ្ញើទៀតផង ប៉ុន្តែ ចាំតែមើលរួចណែស្ងៀម ស្លាប់ហើយអ្នកចែ ហ្វៃផ្នែកឃាតកម្ម វ៉ាជាប៉ូលីសផងមែនទេ ខ្ញុំមកថ្ងៃនេះដើម្បីជួបលោក មើលខ្ញុំធ្វើតែអញ្ចឹង ខ្ញុំយកផ្លែឈើមកឲ្យទទួលទៅលាងរួចហើយអាចញ៉ាំបាន វារលួយ មិនតាន់ញ៉ាំផងមិនដឹងថារលួយទោះបើរលួយក៏ត្រូវញ៉ាំដែរ កុំមកខំអានណាទេ ស៊ី ឃើញដែរទេនៅនាងប៉ូលីសបើគ្មានអ្វីទេសូមចេញត្រឡប់ទៅវិញទៅហើយបានជាមិនចាប់ជនល្មើសចាប់ជនល្មើសទៅ ការដែលខ្ញុំមកប្រុសចង់និយាយព្រឹងនេះជួយសហការជាមួយប៉ូលីសផងនិយាយអញ្ចឹងស្ដាប់យល់ទេប្រហែលជាមិនយល់ទេនិយាយឲ្យស្រួលគឺបើលោកអាចផ្ដោតតម្រុយដែលមានប្រយោជន៍រួចជួយប៉ូលីសចាប់ជនល្មើសសង្ឃឹមថាលោកអាចធ្វើបាន ផ្ដោតតម្រុយអីទៀតទេខ្ញុំគឺប្រាប់អស់ហើយមានទាំងអស់3នាក់សិតតែបិទមុខមានកំភ្លើងសកម្មភាពរហ័សអស់ហើយ ចុងរួយលោកនៅក្មេងបើលោកអាចនឹកឃើញលោកអាចមានអនាគតដ៏ល្អកុំបំផ្លាញអនាគតខ្លួនឯងព្រោះភាពលុបលន់ណាណាហើយចុះខ្ញុំនឹងផ្ដល់ឱកាសឲ្យលោកម្ដងទៀតសម្រាប់ថាយប់នោះលោកចូលទៅធ្វើអី ខ្ញុំថាយប់នោះខ្ញុំមកពីច្រៀងលេងជាមួយមិត្តភ័ក្តិរបស់ខ្ញុំ ជីអីទៅ រត់ភ្លើងក្រោមដី តែដល់ម៉ោងប្រហែល ម៉ោង5ជាង ហាត់អីមិនទៅផ្ទះតែហាក់មិនចាំធ្វើអីទៅ គឺខ្ញុំភ្លេចទូរស័ព្ទនោះអី ទៅយកវិញធ្វើអី ខ្ញុំត្រូវការប្រើវា ប្រើធ្វើអី ផុសក្នុងក្រុមមិត្តភ័ក្តិ ផុសពីអី ផុសធ្វើបាន ចុះលោកត្រឡប់ទៅហាងបញ្ចាំតាមរយៈអ្វី ខ្ញុំគឺដើរត្រឡប់ទៅវិញ ហាត់អីមិនជារថភ្លើងក្រំដី ពេលយប់រថភ្លើងលេងរត់ហើយចង់ជិះតាក់ស៊ីតែគ្មានទូរស័ព្ទ បើគ្មានទូរស័ព្ទហាត់អីលោកអាចផុសរូបបាន ហេតុអីត្រូវផុសរូបបើអត់ទូរស័ព្ទផងហ្នឹងនៅនាងប៉ូលីស ចៃដន្យម្លេះលោកទៅជប់លៀងមករួមចំនួនប៉ុន្តែបើជាមិនយកទូរស័ព្ទទៅចៃដន្យត្រង់ថាពេលទៅវិញលោកត្រូវផុសឲ្យបានរួចក៏ចៃដន្យពេលលោកបើកទ្វារស្រាប់តែជួបជាមួយពួកចៅ
ចៃដន្យពេកទេដឹង នោះគឺជារឿងចៃដន្យនោះទេ ជងរួយកុំអាំងល្អសំណាងតោះនៃការកុហកធ្ងន់ធ្ងរណាស់ ចាំមិនដល់នាងពលីហេតុអីត្រូវកុហកទៅបើកុហករឿងមួយត្រូវកុហក10រឿងទៀតកុហករហូតខ្ញុំជាមនុស្សដែលទៀងត្រង់ម្យ៉ាងទៀតនោះពួកចៅនោះប៊ីតែសម្រាប់ខ្ញុំហើយ រឿងប៉ុណ្ណឹងក៏លោកនឹកមិនឃើញដែរក្រោយពេលប្រាលោករួចពួកគេនឹងសម្រាប់បំបត្តិមាត់លោកបើវារលួយញ៉ាំធ្វើអីទៅកុំញ៉ាំ អ្វីដែលជងរួយប្រាប់ក្រោយពេលគេបើកទ្វារហាងមកដល់3នាទីពួកចៅក៏មកដល់ការប្លន់កាត់ឡើងមកដល់5នាទីឆាប់ប្រហ័សពេកហើយបើអ្នកក្នុងមិនឲ្យដៃតែអាចទៅរួចទេអញគិតថាគេមិនតាក់ទងទេប៉ុន្តែខ្ញុំមិនជឿទេខ្ញុំមិនជឿអញហាត់ ប៉ុន្តែពួកគេមិនបានបើកទូដែកឬមួយក៏យកអ្វីទៅឡើយពួកគេចូលទៅមួយផ្លែតអ្វីដែលប្លែកនោះគឺបើជងរួយគេជាមេបកពួកគេហេតុអីហាងបញ្ចាំមានការខូចខាតបន្តិចតែប៉ុណ្ណោះពួកយើងគួរតែមើលតាមស្ថានភាពនេះឲ្យបានជាក់ស្ដែងបន្តិចទៅណាអត់ណាចាយមើលទៅ របស់អីពួកគេបំផ្លាញរបស់ច្រើនប៉ុន្តែសល់តែមួយនេះទេដែលនៅសល់នៅក្នុងទ្វារតាមសម្ដីរបស់មេការហាងមួយនេះគឺមិនសូវមានតម្លៃទេអញ្ចឹងមិនជួយដល់ផ្នែកជំនាញជួយឲ្យផងអត់ចែខ្ញុំបានពិនិត្យកាមេរ៉ានៅក្នុងហាងគ្រប់ជ្រុងជ្រោយអស់ទៅហើយគ្មានអ្នកមកមើលផ្លូវឬមួយក៏ជាគំនិតអ្នកណានោះទេប៉ុន្តែនេះក៏មិនមែនជារឿងក្តីដែលពួកយើងត្រូវស៊ើបដែរ មិនអីទេពួកយើងគួរតែឈប់ស៊ើបបន្តទៀតទៅកុំឲ្យខាតពេលវេលាគឺស៊ើបអញត្រូវស៊ើបបន្តអក្រិតកម្មជាការងាររបស់ពួកយើងអូខេវាភ័យលោកនាយទិញនៅស្ងាត់មកប្រហែលថ្ងៃឥឡូវនេះគឺទៀតហើយបែរទេ ធិនធូខលមកខ្ញុំច្រើនដងរអ៊ូទៅរឿងរបស់នាងបកលរឿងក្តីឲ្យធិនធូបដោតអារម្មណ៍ទៅរឿងក្តីវត្ថុបុរាណនោះឲ្យបានល្អវិញទៅប៉ុន្តែលោកនាងអំពីរឿងក្តីធិមផ្សេងត្រូវលោកនាងទេនិយាយត្រូវខ្ញុំមានតម្រូវរឿងក្តីនេះទៅខ្ញុំចាប់អារម្មណ៍អំពីរឿងនេះខ្ញុំបានដាក់របាយការណ៍នៅលើតុលោកនាងរួចហើយមានមើលទេមើលណា មិនអីទេលោកនេះរវល់ខ្លាំងណាស់ទោះមិនបានមើលក៏មិនអីដែរលោកនេះខ្ញុំសូមអះអានត្រង់នេះរឿងក្តីចារកម្មលុយវត្ថុបុរាណនិងរឿងក្តីនៅហាងបញ្ចាំវាជារឿងក្តីតែមួយមានតម្រុយព្រោះថ្ងៃនេះផ្នែកជំនាញទៅវិភាគរួចក្របដែលប្រើនៅហាងបញ្ចាំនិងជនល្មើសដែលបានប្រើនៅភ្នូបុរាណជាប្រភេទក្របដូចគ្នាផតតាំងគឺសម្បកក្របនៅកន្លែងកើតហេតុរួចខ្ញុំសង្ស័យថាពួកគេចង់ធ្វើការបង្វែងដានហេតុនេះហើយពួកយើង ត្រូវឆាប់ស៊ើបពីរឿងនេះឲ្យបានឆាប់បំផុតតែពួកយើងអាចឆាប់បំបែករឿងក្តីនេះបានចង់មានផតតាំងហើយបុគ្គលិកហាងបញ្ចាំឈ្មោះជងរួយជាសាក់សីរស់ខ្ញុំចង់ស៊ើបឲ្យចាញ់ពីគេបើចង់ស៊ើបបន្តទៀតចុះចំណែករឿងធីមធូទុកឲ្យខ្ញុំដោះសារ អរគុណហើយលោកនាយប្រឹងប្រែងធ្វើការ Yes ហាច់មីមកឲ្យខ្ញុំមក អ
លបងយូកំពុងតែផឹកគួរឲ្យអាម៉ាន់ណាលើនេះជាកំហុសរបស់ខ្ញុំមិនទទួលលុយមិនដឹងថាហេតុអីក៏សួយម្លេះទេស្មានមកដល់ថាហាងបញ្ចាំមួយនេះគឺមានប្រព័ន្ធការពារសុវត្ថិភាពអ្នកណាទៅដឹងថាយប់ហើយនៅមានគេមកធ្វើការទៀតពួកខ្ញុំស្លន់ក៏ជ្រុលដៃបាញ់តែម្ដងទៅមិនមែនរឿងធំឯណាចាំបាច់ខ្លាចធ្វើស្អីទៅមនុស្សស្លាប់មិនខ្លាចហេតុអីមកខ្លាចមនុស្សរស់បងម៉ាងអាកិច្ចការលើដីពួកខ្ញុំមិនសូវស្ទាត់នោះទេប៉ុន្តែបើការងារក្រោមដីពួកខ្ញុំក៏មិនដាច់ផ្លាត់បើប្លន់នៅភ្នោស្រួលណាស់ប៉ុន្តែនេះគឺឲ្យតែប្លន់នៅហាងពួកខ្ញុំច្រើនបានទេរបស់នេះណាឲ្យមករបស់នោះគឺបានបែកបាត់ទៅហើយខ្ញុំយកបានទេបែកមែនណាបើចង់បានរកអាថ្មីឲ្យក៏បានដែរខ្ញុំនឹងឲ្យលុយទោះបីជាបែកក៏ដោយខ្ញុំយកសៀជួងអរគុណដែលធ្វើការនៅទីនេះមានការលាវនេះគឺទឹកចិត្តបន្តិចបន្តួចរបស់ក្រុមហ៊ុនសុខចិត្តឲ្យលោកលាឈប់ប្រសើរជាងមកឈប់ខ្លួនឯងជួងរយជាមនុស្សដឹកខ្ញុំដល់មកធ្វើការទីនេះមែនហើយព្រោះលោកអ៊ំគឺជាអ្នកណែនាំគេទើបខ្ញុំគឺចង់ឲ្យគេលាឈប់ដល់ខ្លួនឯងរួចចេញលុយសំណងឲ្យលោកអ៊ំក៏ដឹងថាប៉ូលីសគឺមកសួរពីទីនេះ2-3ដងទៅហើយសួរថាហេតុអីក៏គេបើកទ្វារឲ្យពួកចៅហើយខ្ញុំមិនដឹងថាគួរឆ្លើយយ៉ាងម៉េចទេព្រោះថាលោកអ៊ំគឺជាអ្នកណែនាំគេព្រោះលោកអ៊ំជឿជាក់គេទើបពួកខ្ញុំទុកចិត្តគេហេតុនេះហើយសៀងជួងលុយមួយចំនួននេះឯងត្រូវតែទទួលទៅឯងគឺដឹងថាពេលនេះគឺវិស័យនេះអ្វីដែលសំខាន់បំផុតគឺលក្ខណៈយើងធ្វើការរកស៊ីជាមួយនឹងក្រុមហ៊ុនចាំឲ្យត្រូវធ្វើបែបនេះពួកយើងត្រូវផ្ដល់នូវភាពយុត្តិធម៌មើលដូចជាលោកអ៊ំឯងចុះព្រោះតែអំពើល្អទើបគាត់មានកេរ្តិ៍ឈ្មោះល្អណាមួយគាត់មានទេពកោសល្យល្អឯងគួរតែរៀនសូត្រតាមគាត់ឲ្យបានច្រើនបន្តិចទៅលោកលាវនិយាយលើហើយទោះបីយ៉ាងណាសូមអរគុណដែលបានមើលថែគេកុំពិបាកចិត្តអីនៅមានឱកាសច្រើនទៀតសៀជួងថ្ងៃក្រោយឯងនឹងមានឱកាសទៀតសៀជួងអរគុណហើយលោកអ៊ំទើឡំតើសួស្ដីសួស្ដីលោកអ៊ំតាជួយមើលរបស់នេះខ្ញុំបន្តិចណាបាទគិតថាវានៅរាជវង្សឈិញឬក៏មីង100ឆ្នាំរបស់រាជវង្សមីងនិងឈិញរឿងនេះមិនច្បាស់លាស់ទេមើលទៅស៊ីរួយបានកើតអីដែរនឹងខ្ញុំមិនអីទេសុំទោសផងព្រោះតែធ្វើឲ្យលោកអ៊ំលំបាកហើយល្អហើយស្គាល់ពាក្យថាក្រែងចិត្តមួយឆ្នាំនេះសមនឹងថ្លៃហើយណាពាក់វាទៅ
អ្នកណាក៏មានឆ្នាំសយដែរហើយនេះខ្ញុំត្រូវឆ្លងកាត់វាបាន ប៉ុន្តែរបស់នេះបៀតនៅជាមួយល្អំយូរហើយខ្ញុំទទួលមិនបាន វា នោះទេ គ្មានតម្លៃអ្វីឡើយទុកថាធ្វើជារបស់នាំសម្ដងទៅចុះទទួលទៅគឺដើម្បីឲ្យឯងសម្ដងល្អ បាទអរគុណ ចង់ធ្វើអ្វីបន្តទៀត ខ្ញុំចង់បើកហាងខ្លួនឯងខ្ញុំត្រូវការប្រឹងប្រែងធ្វើការ ល្អណាស់បើកហាងខ្លួនឯងក៏ល្អដែរបើឯងបើកហាងនៅពេលនេះណាគឺជាចំនួនចែករំលែកបានកម្រៃល្អណាស់ចំណុចសំខាន់វាស្ថិតនៅលើប្រយោគមួយឃ្លាកូនសិស្សនៃម្ចាស់ហាងបន្ថែមអនុភាពអ្នកប្រើប្រាស់ឯងគិតថានេះគឺជារឿងថ្មីមិនមែនទេការពិតគឺជួលជាសិទ្ធិមួយដូចគ្នាក៏ប៉ុន្តែអ្នកដែលគ្មានលុយទិញផ្ទះដូចជាពួកយើងពេលនេះគឺគ្មានលទ្ធភាពហើយនេះគឺបើសិនជាគ្មានការជួលពួកយើងក៏ត្រូវនៅលើភ្នំហើយគឺអាចបួសជាសង្ឃមែនណាគឺអាចបួសជាសង្ឃគ្រប់ពេលបើនៅលើភ្នំប្រកាសជាល្អចង់ធ្វើអីក៏បានដែរ ជំពាក់បំណុលប្រមាណដែរទេ 20,000 យន់ 20,000 ប៉ុន្តែការបរាជ័យបណ្ដោះអាសន្នរបស់ខ្ញុំមិនមែនខ្សែធនទេពេលនេះគឺកំពុងតែដំណើរការបើឆាប់វិនិយោគឆាប់បានលុយត្រឡប់មកវិញជប់អានសភៅប្រវត្តិសាស្ត្រអីទៀតទៅមកវិនិយោគជាមួយគ្នាទៅអូខេ តើអញទៅយករបស់ឯងទេបានជាគេស្អប់អញអានេះ រួយយើងនឹងអាក្រក់ណាស់ឥឡូវនេះគឺជន់គេបន្ថែមផងក្រែងពួកយើងជាមិត្តតាំងពីតូចមកមែនទេខ្ញុំខំបបួលឯងអរស៊ីរួមគ្នាក្រែងសំណាងជាងនេះតែស្មានម្ដងថាឯងចាប់ជាងខ្ញុំទៅទៀតផង តើអញគិតចង់ធ្វើអីទេ ធ្វើអ្វីបានទៅត្រូវរកវិធីជួយឯងជាមុនរួចព្យាយាមរកលុយដើម្បីទៅសងអតិថិជនវិញទៅ គិតបែបនោះគឺល្អព្រោះខ្ញុំមិនចង់យកគីវឲ្យឯងទៅនៅប៉ូប៉ូលីស តាមពិតទៅពេលនេះគឺខ្ញុំមាន idea មួយណារ៉ូស៊ីចំពាក់បំណុលនេះគឺជារឿងធម្មតានេះអតិថិជន10គត់របស់ខ្ញុំគេយកមកប្រចាំជារបស់បុរាណអាចលក់បានរាប់ម៉ឺនឬក៏អាចដល់សែនអញ្ចឹងពួកយើងយកទៅលក់នៅឯផាន់ជាយួនល្អទេហ៎ឈប់អានមួយផ្លែទៅបានទេឯងមើលនេះសិនទៅឯងរៀនប្រវត្តិសាស្ត្រមើលឯងមើលអានេះសិនទៅយ៉ាងម៉េចដែរណាយ៉ាងម៉េចដែរមើលនេះហ៎ យ៉ាងម៉េចរបស់នេះធ្វើដោយដៃធម្មតានោះទេគ្មានតម្លៃទេ ថាម៉េចមិនក៏និយាយចឹងទៅកើតហ៎នៅហាងបញ្ចាំមួយឆ្នាំរបស់ប៉ុណ្ណឹងក៏មើលមិនដឹងដែរមើលយ៉ាងណាក៏ឃើញថាមានតម្លៃ
มันខុសទេគឺច្បាស់ជាលោកបានថ្លៃមិនខានទេពេលដែលពួកយើងមានលុយពួកយើងគឺមានលុយបង់ថ្លៃផ្ទះរួចយកសំបំណុលគេរួចផុតពីសេចក្តីស្លាប់តែល្អដែរទេប៉ុណ្ណឹងហ៎